បងប្អូនជំងឺឆ្កែឆ្កួតបានសម្រាប់មនុស្សរាប់ម៉ឺននាក់ជុំវិញពិភពលោកជំងឺមួយនេះ99%គឺឆ្លងដោយសារឆ្កែខាំវាបង្កឡើងដោយវីរុសឈ្មោះថា Rabivirus ហើយមេរោគមួយនេះគឺវាវាយប្រហារទៅលើខួរក្បាលរបស់មនុស្សក៏ដូចជាប្រព័ន្ធប្រសាទនេះគឺជា5ចំណុចសំខាន់ដែលបងប្អូនយើងភាគច្រើនគិតថាវាមិនអីទេហើយការធ្វើប្រហែសនេះគឺអាចធ្វើឲ្យកូនរបស់គាត់ឃ្លាតឆ្ងាយពីគាត់រហូតទី1ឆ្កែខាំល្បួសបន្តិចមិនអីទេកុំគិតអញ្ចឹងបងប្អូនទោះបីថាល្បួសនឹងតូចគ្មានការហូរឈាមអីក៏ដោយមេរោគនៅតែអាចចូលទៅក្នុងខ្លួនរបស់កូនរបស់បងប្អូនដដែលទេទី2ឆ្កែមើលទៅសុខភាពល្អទេប្រហែលជាវាគ្មានមេរោគរ៉ាប៊ីនឹងទេកុំគិតអញ្ចឹងឯងបងប្អូនមេរោគរ៉ាប៊ីនេះគឺអាចសង្ងំនៅក្នុងឆ្កែដោយមិនឲ្យឆ្កែនឹងចេញរោគសញ្ញាអីទាំងអស់អញ្ចឹងឆ្កែសុខភាពល្អក៏មិនប្រកាសថាឆ្កែនឹងវាអត់មានមេរោគដែរចំណុចទី3ចាំមើលសិនចាំមើលកូនយើងចេញរោគសញ្ញាចាំយកទៅពេទ្យបងប្អូននេះគឺជាសញ្ញាក្រហមកុំគិតបែបហ្នឹងអីចូលដល់ចំណុចទី5បងប្អូននឹងដឹងថាហេតុអីបានបងប្អូនមិនគួរប្រើពាក្យថាចាំមើលសិនចំណុចទី4ពេលខ្លះពេលដែលមេរោគចូលទៅក្នុងខ្លួនកូនរបស់យើងហើយវាសង្ងំនៅក្នុងខ្លួនកូនរបស់យើងនឹងរាប់ខែរាប់ឆ្នាំតម្រាំតែចេញរោគសញ្ញានេះគឺជាមូលហេតុមួយដែលឪពុកម្ដាយគាត់ថាមិនអីគាត់មើលទៅឆ្កែសុខភាពល្អហើយកូនគាត់ក៏សុខភាពល្អពេលដែលឆ្កែខាំអត់មានអ្នកណាមានរឿងអីទេកើតឡើងប៉ុន្តែយូរទៅពេលដែលមេរោគវាដោះដល់កម្រិតវាចេញរោគសញ្ញានឹងឯងគឺជាពេលវេលាដែលគួរឲ្យតក់ស្លុតបំផុតហើយយើងចូលដល់ចំណុចទី5បើសិនជាបងប្អូនទុកកូនចោលរហូតដល់ចេញរោគសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលពិបាកលេបទឹកមាត់ឬមានការភ័យខ្លាចជាមួយទឹកទាំងអស់ហ្នឹងមានន័យថាមេរោគបានចូលទៅដល់ក្នុងខួរក្បាលរបស់កូនរបស់យើងបាត់ទៅហើយបងប្អូនត្រូវចាំថាតែពេលណាដែលកូនយើងចេញរោគសញ្ញាហើយ99%គឺគាត់នឹងស្លាប់មិនអាចជួយបានទេពីព្រោះនៅលើពិភពលោកនេះមិនទាន់មានថ្នាំណាអាចព្យាបាលជំងឺឆ្កែឆ្កួតបង្កឡើងដោយមេរោគរ៉ាប៊ីនឹងបានទេអញ្ចឹងកុំឲ្យរឿងអនាថរនឹងវាកើតឡើងចំពោះបងប្អូនឬក៏សាច់ញាតិរបស់យើងនេះគឺជាអ្វីដែលបងប្អូនត្រូវតែធ្វើបន្ទាប់ពីក្មេងៗគាត់ត្រូវបានឆ្កែខាំឬក៏ឆ្មាខាំទី1ត្រូវលាងល្បួសនឹងដោយទឹកសាប៊ូភ្លាមតែម្ដងកុំឲ្យលើសពី15នាទីទី2អាចមានទឹកសម្លាប់មេរោគយើងត្រូវយកមកលាងលើល្បួសនឹងភ្លាមបងប្អូនអាចស្គាល់ហើយទឹកបេតាឌីនដែលវារៀងក្រហមជូតនៅលើស្បែកហ្នឹងអាចយកអាហ្នឹងយកមកលាងនៅលើល្បួសកូនរបស់យើងទី3ទៅជួបគ្រូពេទ្យឲ្យបានលឿនបំផុតកុំចាំសិនបងប្អូនត្រូវតែចាយពេទ្យចាយលុយភ្លាមនឹងតែម្ដងដើម្បីសង្គ្រោះកូនរបស់យើងទី4ត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះយើងមិនអាចព្យាបាលមែនប៉ុន្តែយើងអាចការពារបានបងប្អូនទី5បើយើងចិញ្ចឹមសត្វនៅក្នុងផ្ទះជាពិសេសឆ្កែកុំភ្លេចយកឆ្កែទៅចាក់វ៉ាក់សាំងផងដើម្បីយើងសុវត្ថិភាពទាំងអស់គ្នាឆ្កែយើងក៏សុវត្ថិភាពកូនយើងក៏សុវត្ថិភាពចុងក្រោយមានពាក្យមួយជូនបងប្អូនថាបើសិនជារោគសញ្ញាចាប់ផ្ដើមចេញពេលណាវាស្មើនឹងពាក្យថាយឺតពេលកុំឲ្យពាក្យយឺតពេលនេះស្ថិតនៅក្នុងខួរក្បាលរបស់បងប្អូនអីវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេកុំភ្លេច share វីដេអូនេះទៅកាន់អ្នកដែលមានសត្វចិញ្ចឹមឬក៏អ្នកជិតខាងរបស់យើងគាត់មានសត្វចិញ្ចឹមឲ្យបានដឹងផងថាជំងឺនេះវាកាយសាហាវប៉ុណ្ណានៅពេលដែលវាចេញរោគសញ្ញា